ជំរាបសួរខ្ញុំបាទសវណ្ណាថ្ងៃនេះខ្ញុំមកដល់សាលាកូរ៉េនៅកោបសៅបាទខ្ញុំចូលមកដល់កន្លែងធនីឋានឃើញមានទូស្រោះទឹករបស់តមូលស្អាតដែលបានសហការជាមួយនឹងវិទ្យាស្ថានដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតនៅទីនេះលោកអាចទទួលបាននៅទឹកដែលមានគុណភាពសុវត្ថិភាពហើយចំណាយតិចជាងមុនដឹងទេថាទូទឹករបស់យើងមួយនេះយើងត្រូវការស្ពេសតា8ទឹកគុណនឹង8ទឹកកម្ពស់1ម៉ែត្រ8ទេតែប៉ុណ្ណឹងគឺយើងអាចផលិតលុយក្នុងមួយថ្ងៃនេះបានចន្លោះពី20000រៀលរហូតដល់100,000រៀលបាទនេះគឺជាចំណែកមួយរបស់ទូដែលអាចផលិតលុយបានគ្រប់ម៉ោងគ្រប់ពេលពីព្រោះថាទូនេះអាចលក់បាន24ម៉ោងលើ24ម៉ោងសមត្ថភាពផលិតទឹករបស់វាគឺមួយថ្ងៃវាអាចផលិតទឹកបានរហូតដល់2000លីត្របាទដោយគ្រាន់តែយើងដាក់លុយខ្មែរលុយរៀលរបស់យើងចូលទៅក្នុងកន្លែងទទួលលុយទទួលប្រាក់នេះហើយយើងអាចមកបញ្ជាចុចប៊ូតុងដើម្បីបង្ហូរទឹកមកក្រៅពីនេះបើថាយើងអត់មានលុយសុទ្ធទេយើងអាច scan កាមេរ៉ាដើម្បី link ទៅកាន់ QR ដើម្បី pay ដើម្បីបង់ចូលទៅក្នុងទូនេះដើម្បីបញ្ជាទឹកបានដូចគ្នាបាទអញ្ចឹងខ្ញុំគិតថាបើយើងចំណាយលុយទៅរកស៊ីឬក៏យើងបើកមុខរបរអីមួយវាប្រកាសជាមានបញ្ហាប្រឈមហើយប៉ុន្តែទូទឹកនេះអត់ពិបាកទេបងប្អូនគ្រាន់តែយើងទិញយកទៅដាក់នៅទីតាំងកន្លែងណាមួយឧទាហរណ៍ថាសាលារៀនមន្ទីរពេទ្យផ្ទះជួលម្ដុំផ្សារឬក៏កន្លែងណាដែលអាចមានមនុស្សច្រើននោះទីនោះគឺជាកន្លែងប្រត់លុយដ៏ល្អបំផុតហើយកាន់តែច្បាស់ទៀតបងប្អូនអាចប្រើប្រាស់អនុទានពីធនាគារ ACDA ដើម្បីទទួលបាននូវកម្ចីរហ័សហើយប្រើប្រាស់នៅរយៈពេលមួយសមរម្យហើយមិនតែប៉ុណ្ណោះគឺអាចផលិតលុយសងត្រឡប់ទៅធនាគារហើយសល់ត្រឡប់មកវិញទៀតបងប្អូននេះគឺជាជំរើសដែលបងប្អូនគួរតែពិចារណាដើម្បីប្រើប្រាស់នៅប្រទេសក្នុងស្រុកហើយទទួលបាននៅប្រយោជន៍ជាច្រើនទៀតដែលសម្រាប់សង្គមរបស់យើងផងគ្រួសារផងហើយនៅប្រទេសរបស់យើងផងបាទអរគុណ